នៅក្នុងវីដេអូនេះខ្ញុំនឹងបន្តអំពីការប្រើប្រាស់ layer ក៏ដូចជាប្រភេទនៃ layer ដែលមាននៅក្នុងកម្មវិធី Adobe Photoshop បន្ទាប់ពីយើងបានស្គាល់ background layer ហើយខ្ញុំនឹងមកបង្ហាញអំពី adjustment layer វិញម្ដងដើម្បីបង្កើត adjustment layer បងប្អូនគ្នាអាចចូលមក layer បែបនេះបន្តមកទៀតខាងក្រោមនៃ layer របស់យើងគឺមានរូបដូចព្រះច័ន្ទបែបនេះពេលដែលយើងដាក់ម៉ៅនៅលើរូបហ្នឹងយើងនឹងឃើញថា create new file or adjustment layer អញ្ចឹងយើងคลิกម៉ៅស្ដាំមួយបន្តមកទៀតផ្នែក4 5ពីចំណុចនេះមកក្រោមនេះគឺជាប្រភេទនៃ adjustment layer របស់យើងអញ្ចឹងយើងអាចជ្រើសរើសមួយណាក៏បានដែរអាចជា brightness contrast level curve ឬក៏ exposure ឬក៏អ្វីផ្សេងទៀតដែលយើងចង់បានអញ្ចឹងខ្ញុំសូមជ្រើសរើសយក brightness contrast ខ្ញុំ select មួយមកបន្តមកទៀតយើងចេញមកជា property បែបនេះវានឹងចូលទៅក្នុង property ដើម្បីយើងធ្វើការ design លើ brightness ទៅលើ background របស់យើងនេះពេលដែលខ្ញុំដំឡើងនេះគឺមានន័យថាយើងកំពុងតែដំឡើងពន្លឺទៅលើ layer background របស់យើងទៅលើ layer ទាំងអស់របស់យើងហ្នឹងខ្ញុំសូមដាក់23ហើយ contrast ខ្ញុំបន្តទៀតយើងមក check មើល layer យើងចូលយកមើល layer បន្តទៀតវានឹងចេញមកបែបនេះមានន័យថាយើងបានបង្កើត layer background រួចរាល់ហើយពីមុនបន្តទៀតខ្ញុំបានបង្កើតជាមួយនឹង adjustment layer នេះគេហៅថា adjustment layer យើងបង្កើតមកគឺដើម្បីធ្វើការថែមថយ color ទៅលើរូបភាពដែលយើងបានធ្វើការ design នេះគឺជាទូនីតិនៃ adjustment layer អរគុណហើយជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយទៀតជា share ទៅកាន់បងប្អូនអរគ្នាផ្សេងទៀតដែលគាត់ចង់រៀនចង់ដឹងអំពីការចេះ design